រដ្ឋបាលខេត្តកំពង់ចាមប្រារព្ធពិធីអបអរសាទរទិវាវប្បធម៌ជាតិ3មិនិនាលើកទី27ឆ្នាំ2025រដ្ឋបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី25ខែមិនិនាឆ្នាំ2025នេះបានប្រារព្ធពិធីអបអរសាទរទិវាវប្បធម៌ជាតិ3មិនិនាលើកទី27ឆ្នាំ2025ដោយពិធីនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាមក្រោមអធិបតីភាពអាដាមក្លូតផនប្រធានក្រុមប្រឹក្សាខេត្តនិងអាដាមអ៊ុនចន្ទដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបន្ទាប់ពីការរាំរបាំនិងការសម្ដែងល្ខោនបាសាក់រៀបចំដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាមអាដាមអ៊ុនចន្ទដាអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថាទិវាវប្បធម៌ជាតិជាទិវាមួយដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រជាជាតិកម្ពុជាយើងក៏ជាឱកាសមួយដែលមានតម្លៃបំផុតដើម្បីចូលរួមបំផុសនៅមនសិការស្រឡាញ់សិល្បៈវប្បធម៌ទំនៀមទម្លាប់ប្រពៃណីនិងកេរដំណែលដូនតាជាច្រើនទៀតដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិសម្រាប់ប្រជាជនខ្មែរគ្រប់រូបក្នុងគោលបំណងធានាឲ្យបាននូវការអភិរក្សនិងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាពនិងបរិយាបន្នស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាអាដាមអភិបាលខេត្តមានប្រសាសន៍បន្តថាជាការពិតណាស់ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់តម្លៃចំពោះវប្បធម៌អរិយធម៌ជាតិដ៏ឧត្តុង្គឧត្តមនេះរាជរដ្ឋាភិបាលកម្ពុជាសម្រេចរៀបចំទិវាវប្បធម៌ជាតិ3មិនិនាលើកទី27ឆ្នាំ2025ក្រោមប្រធានបទយុវជនដើម្បីវប្បធម៌ជាតិក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនិងក្រៅប្រទេសជាពិសេសយុវជនបន្តវេនឲ្យចូលរួមកាន់តែសកម្មថែមទៀតក្នុងសកម្មភាពវប្បធម៌ដោយបង្កើនការយកចិត្តទុកដាក់អំពីតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិក្នុងន័យលើកកម្ពស់ស្មារតីមោទនភាពជាតិមនសិការស្នេហាជាតិភាពជាម្ចាស់នៃកេរដំណែលនៃវប្បធម៌ជាតិនិងភាពជាប្រជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ប្រកបដោយសីលធម៌សមធម៌និងបរិយាបន្ន